នប្រិយមិត្តទាំងអស់គ្នានាងខ្ញុំឈ្មោះចាំពេជ្រ សក្តានាងខ្ញុំឈ្មោះ Heliali Julie សូមស្វាគមន៍មកកាន់ Panel Discussion ដែលថ្ងៃនេះប្រធានបទយើងបានលើកបង្ហាញអំពីទំនាក់ទំនងរវាង Current Account និង Interest Rate កម្មវិធីរបស់ពួកយើងបានអញ្ជើញវាគ្មិនចំនួន3រូបដែលគាត់មានបទពិសោធន៍ហើយនឹងមកចែករំលែកនៅគន្លឹះសំខាន់ៗសម្រាប់ប្រធានបទមួយនេះថ្ងៃនេះកម្មវិធីរបស់ពួកយើងមានកិត្តិយសណាស់ដែលបានអញ្ជើញនៅវាគ្មិនទាំង3រូបមកចូលរួមនៅក្នុងកម្មវិធីមួយនេះដូច្នេះសូមអញ្ជើញវាគ្មិននីមួយៗអញ្ជើញណែនាំខ្លួនសូមចាប់ផ្ដើមពីវាគ្មិនទី1ជំរាបសួរនាងខ្ញុំឈ្មោះចិនសេរីពេជ្រសប្តាហ៍ថ្ងៃនេះខ្ញុំគឺជាមន្ត្រីបណ្ដាមួយរូបជំរាបសួរនាងខ្ញុំឈ្មោះគៀវច័ន្ទសវណ្ណរីសប្តាហ៍ខ្ញុំមានតួនាទីជាអ្នកគ្រប់គ្រងនៃធនាគារមួយកន្លែងជំរាបសួរខ្ញុំបានឈ្មោះសង្ឃសុវិជ្ជាសប្តាហ៍នេះគឺជាអ្នកស្រាវជ្រាវឯកទេសផ្នែកវិទ្យាសាស្ត្រអញ្ចឹងក៏បានពេលវេលាខាត់ពេលយូរពួកយើងមកវាយទៅសំណួរទី1នឹងសួរទៅកញ្ញាឈិនស្រីពិតតើកញ្ញាអាចប្រាប់បានទេដូចម្តេចដែលហៅថា Current Account ចា Current Account គឺជាការសិក្សាអំពីការនាំចេញនាំចូលលទ្ធផលឧស្សាហកម្មកសិកម្មផ្សេងៗបូករួមទាំងការផ្ទេរប្រាក់និងការវិនិយោគគិតជាសាច់ប្រាក់នៅក្នុងប្រទេសមួយចាអរហើយសម្រាប់កញ្ញាណារីតើកញ្ញាអាចនឹងប្រាប់បានទេពីអត្ថន័យរបស់អត្រាការប្រាក់អត្រាការប្រាក់ឬក៏ interest rate ត្រូវបានកំណត់ជាសមាមាត្រចំនួនប្រាក់កម្ចីដែលអ្នកឲ្យខ្ចីគិតថ្លៃការប្រាក់ទៅដល់អ្នកខ្ចីដែលជាធម្មតាបង្ហាញភាគរយប្រចាំឆ្នាំសំណួរបន្តខ្ញុំនឹងសួរលោកវិជាតើ Current Account និង Interest Rate មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះអរគុណចំពោះសំណួរដោយកញ្ញាស្រីពេជ្របាននិយាយអញ្ចឹង Current Account គឺតាក់ទងទៅនឹងការវិនិយោគដូចគ្នាដែរ Interest Rate អាចមានឥទ្ធិពលទៅលើការវិនិយោគចំពោះ interest rate ខ្ពស់អាចជំរុញឲ្យការវិនិយោគទាបហើយផ្ទុយគ្នាទៅវិញដូចនេះហើយ current account និង interest rate គឺមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកបែរសំណួរទៅកាន់កញ្ញាសេរីពេជ្រយកតាមការធ្វើការរបស់កញ្ញាប្រហែលឆ្នាំតើ current account មានការផ្លាស់ប្ដូរយ៉ាងដូចម្តេចខ្លះពេលដែលនាងខ្ញុំចាប់ផ្ដើមធ្វើការដំបូងខ្ញុំសង្កេតឃើញថា Current Account នៅក្នុងប្រទេសកម្ពុជារបស់យើងគឺស្ថិតនៅក្នុងតម្លៃអវិជ្ជមានដែលចាប់ពី 1.5 ទៅ 1.8 លានដុល្លារនៅក្នុងមួយឆ្នាំតែប៉ុណ្ណោះប៉ុន្តែក្នុងកំឡុងឆ្នាំ2018ទៅ2019នាងខ្ញុំឃើញថា Current Account ធ្លាក់ទៅដល់ 2 ទៅ 3 លានដុល្លារក្នុងមួយឆ្នាំនេះអាចបណ្ដាលមកពីបាតុភូត COVID-19 ចុះសម្រាប់កញ្ញាណារីយកឃើញថាអត្រាការប្រាក់មានការប្រែប្រួលយ៉ាងដូចម្តេចដែរចំពោះ interest rate មានការកើនឡើងថយចុះខុសពី current account នៅក្នុងអំឡុងឆ្នាំ2018ទៅ2019 interest rate កើនឡើងរហូតដល់ 6.5 ទៅ 7% នៅដើមទសវត្សរ៍ទី2000ឃើញថា interest rate មានប្រហែលជា 4.5% តែប៉ុណ្ណោះតោះពីស្ដាប់អ្នកទាំងពីរបកស្រាយមកខ្ញុំដូចជាឮថាមាន current account និង interest ថយចុះនិងកើនតើលោកវិជាអាចប្រាប់ពីបាតុភូតផ្ទុយគ្នាដែរបានទេអញ្ចឹងដោយកញ្ញាទាំងពីរបានបកស្រាយនេះតាមការស្រង់ស្ថិតិរបស់ខ្ញុំពី National Bank of Cambodia និង World Bank ឃើញថា interest rate និង current account គឺមានការកើនឡើងនិងថយចុះនៅក្នុងបាតុភូតផ្ទុយគ្នាជាក់ស្ដែងនៅក្នុងឆ្នាំ2019យើងឃើញថា current account យើងគឺស្ថិតនៅក្នុងតម្លៃអវិជ្ជមានប្រហែល 1.5 លានដុល្លារហើយ interest rate គឺត្រឹមតែ 4.8% តែប៉ុណ្ណោះប៉ុន្តែបើយើងកន្លែងមកមើលនៅឆ្នាំ2019ឃើញថា current account មានការធ្លាក់ចុះរហូតដល់ 73 លានដុល្លារហើយ interest rate វិញគឺមានការកើនឡើងរហូតដល់ 6.7% នេះគឺអាចបកស្រាយដោយធ្វើការស្រាវជ្រាវអំពីស្ថិតិទាំងពីរនេះដែលយើងប្រើ student t-test ហើយដើម្បីឲ្យទស្សនិកជនងាយស្រួលយល់ក្រោយពីធ្វើតេស្តនេះហើយយើងឃើញថាលទ្ធផលរវាងទំនាក់ទំនងទាំងពីរនេះគឺជាទំនាក់ទំនងផ្ទុយគ្នាបានន័យថាប្រសិនបើ current account កើន interest rate ថយហើយប្រសិនបើ interest rate ថយ current account កើនសម្រាប់សំណួរចុងក្រោយតើអាចសួរដល់វាគ្មិនតែ3រូបបានទេបានចា៎សម្រាប់សំណួរនេះចង់សួរទៅដល់អ្នកទាំង3ថា
តែនៅដើម្បីមានគំនិតយ៉ាងណាដែរចំពោះរដ្ឋាភិបាលក្នុងការអន្តរាគមន៍ទៅលើបញ្ហាទាំងអស់នេះ សម្រាប់នាងខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែជំរុញការនាំចេញឯកការច្រើនជាងមុនពីព្រោះការធ្វើបែបនេះធ្វើឲ្យអាចបណ្ដាលឲ្យក្រណខាយើងអាចផ្លាស់ប្ដូរពីអវិជ្ជមានមកវិជ្ជមានវិញបានចឹងហើយធ្វើឲ្យប្រទេសយើងកាន់តែរីកចម្រើនជាងមុន ចំពោះ interest rate បច្ចុប្បន្នមានការកើនឡើងខ្ពស់ណាស់ដូចនេះប្រជាពលរដ្ឋមិនសូវមានលទ្ធភាពក្នុងការចំណាយទៅលើធនាគារនោះទេដែលអាចបណ្ដាលឲ្យអាជីវកម្មនៅប្រទេសកម្ពុជារីកចម្រើនយូរយ៉ាវ ចំពោះខ្ញុំវិញគិតថាបញ្ហាគម្លាតរវាង current account និង interest rate បច្ចុប្បន្ននេះគឺអាចដោះស្រាយបានដោយរដ្ឋាភិបាលអាចប្រើប្រាស់គោលនយោបាយពីរធំៗទី1គឺ monetary និង fiscal policy ជាក់ស្ដែងគោលនយោបាយទាំងពីរនេះគឺបានប្រើប្រាស់ពីមុនមកហើយបង្ហាញថាទទួលបានលទ្ធផលខ្ពស់នៅឆ្នាំ2023ឃើញថា current account មានការកើនឡើងវិជ្ជមានដូចនេះហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយទាំងពីរនេះនៅថ្ងៃអនាគត យោងតាមការពិភាក្សាខាងលើយើងបានស្វែងយល់អំពី current account interest rate ក៏ដូចជាទំនាក់ទំនងរវាងឯកតាទាំងពីរនេះពួកយើងសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាបានយល់ដឹងបន្ថែមនៅប្រធានបទខាងលើនេះ ឥឡូវដើម្បីបញ្ចប់កម្មវិធីពួកយើងសូមអរគុណទៅដល់វាគ្មិនទាំង3រូប ឥឡូវនេះកម្មវិធីរបស់ពួកយើងត្រូវបានឈានចូលដល់ពេលបញ្ចប់ពួកយើងទាំង5រូបសូមអរគុណនិងសូមគោរពលា បាយបាយ កម្មវិធីនេះនាំមកនៅដោយធនាគារ ABC Vì ngày nay hãy ca đây kem một hiện sạch mẹ sau mình năng á liên là đồn trang mi làm phlang hay tập là trang mi ở hay á lên tâm đại mi tung là khẩu thể năng á vì lịch ở hay nơi sau tập đẹp này cần mời tự nghĩa có cả lại thì để kêu mua đại đo cá cả hiệu của xong đại bởi sân chữ anh nơi sau lôi tại cái đá năng á do lôi nó từ summer at least có việc cái tụ bán cạp thẻ đa là anh tới 10 giờ ngọt đó. Cảm ơn.